មូលហេតុនៃសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងកាណាដាសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងកាណាដាមានឫសគល់ពីភាពខុសគ្នានៃគោលនយោបាយពាណិជ្ជកម្មនិងការការពារផលប្រយោជន៍ជាតិខាងក្រោមនេះគឺជាមូលហេតុសំខាន់ការការពារឧស្សាហកម្មក្នុងស្រុកអាមេរិកនិងកាណាដាទាំងពីរបានអនុវត្តគោលនយោបាយការពារឧស្សាហកម្មក្នុងស្រុកដូចជាការដាក់ពន្ធនាំចូលនិងការកំណត់ដែនកំណត់ពាណិជ្ជកម្មឧទាហរណ៍អាមេរិកបានដាក់ពន្ធលើផលិតផលដែកនិងអាលុយមីញ៉ូមដែលនាំចូលពីកាណាដាការប្រកួតប្រជែងសេដ្ឋកិច្ចអាមេរិកនិងកាណាដាទាំងពីរជាដៃគូពាណិជ្ជកម្មសំខាន់ប៉ុន្តែក៏មានការប្រកួតប្រជែងគ្នាក្នុងផ្នែកឧស្សាហកម្មនិងកសិកម្មការប្រកួតប្រជែងនេះអាចនាំឲ្យមានជម្លោះពាណិជ្ជកម្មភាពខុសគ្នានៃគោលនយោបាយពាណិជ្ជកម្មអាមេរិកនិងកាណាដាមានគោលនយោបាយពាណិជ្ជកម្មខុសគ្នាជាពិសេសក្នុងការគ្រប់គ្រងពន្ធនិងការកំណត់ដែនកំណត់ពាណិជ្ជកម្មភាពខុសគ្នានេះអាចនាំឲ្យមានជម្លោះការការពារផលប្រយោជន៍ជាតិទាំងអាមេរិកនិងកាណាដាមានគោលបំណងការពារផលប្រយោជន៍ជាតិរបស់ខ្លួនដែលអាចនាំឲ្យមានជម្លោះពាណិជ្ជកម្មការដោះស្រាយសង្គ្រាមពាណិជ្ជកម្មដើម្បីដោះស្រាយសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងកាណាដាមានវិធីសាស្ត្រជាច្រើនដែលអាចអនុវត្តបានការចរចាពាណិជ្ជកម្មអាមេរិកនិងកាណាដាអាចធ្វើការចរចាដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្មតាមរយៈការពិភាក្សានិងការសម្របសម្រួលការចរចាអាចជួយកាត់បន្ថយពន្ធនិងការកំណត់ដែនកំណត់ពាណិជ្ជកម្មការប្រើប្រាស់អង្គការពាណិជ្ជកម្មអន្តរជាតិអាមេរិកនិងកាណាដាអាចប្រើប្រាស់អង្គការពាណិជ្ជកម្មអន្តរជាតិដូចជាអង្គការពាណិជ្ជកម្មពិភពលោក UTOដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្មវាអាចជួយធ្វើជាអាជ្ញាកណ្ដាលក្នុងការដោះស្រាយជម្លោះការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិកនិងកាណាដាអាចបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីដើម្បីលើកកម្ពស់ការសហការពាណិជ្ជកម្មកិច្ចព្រមព្រៀងអាចជួយកាត់បន្ថយពន្ធនិងការកំណត់ដែនកំណត់ពាណិជ្ជកម្មការលើកកម្ពស់ការសហការសេដ្ឋកិច្ចអាមេរិកនិងកាណាដាអាចលើកកម្ពស់ការសហការសេដ្ឋកិច្ចដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នាការសហការអាចជួយកាត់បន្ថយជម្លោះពាណិជ្ជកម្ម perspective របស់អាមេរិកអាចមើលឃើញសង្គ្រាមពាណិជ្ជកម្មជាឧបករណ៍ការពារឧស្សាហកម្មក្នុងស្រុកនិងការពារការងាររបស់ប្រជាជនអាមេរិកអាចមើលឃើញសង្គ្រាមពាណិជ្ជកម្មជាឧបករណ៍ការពារឧស្សាហកម្មក្នុងស្រុកនិងការពារការងាររបស់ប្រជាជនអាមេរិកអាចមើលឃើញការដាក់ពន្ធជាមធ្យោបាយការពារផលប្រយោជន៍ជាតិ perspective របស់កាណាដាអាចមើលឃើញសង្គ្រាមពាណិជ្ជកម្មជាការគំរាមកំហែងដល់សេដ្ឋកិច្ចរបស់ខ្លួនកាណាដាអាចមើលឃើញការដាក់ពន្ធជាការរំលោភលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម perspective របស់អង្គការអន្តរជាតិដូចជា UTOអាចមើលឃើញសង្គ្រាមពាណិជ្ជកម្មជាការរំលោភលើច្បាប់ពាណិជ្ជកម្មអន្តរជាតិអង្គការអន្តរជាតិអាចជួយធ្វើជាអាជ្ញាកណ្ដាលក្នុងការដោះស្រាយជម្លោះសរុបសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងកាណាដាមានឫសគល់ពីភាពខុសគ្នានៃគោលនយោបាយពាណិជ្ជកម្មនិងការការពារផលប្រយោជន៍ជាតិការដោះស្រាយសង្គ្រាមពាណិជ្ជកម្មត្រូវការការចរចាការប្រើប្រាស់អង្គការពាណិជ្ជកម្មអន្តរជាតិនិងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មការយល់ដឹងអំពី perspectives របស់ភាគីទាំងពីរអាចជួយឲ្យមានការដោះស្រាយជម្លោះបានកាន់តែមានប្រសិទ្ធភាព